សម្រាប់អគុយដែលបងប្អូនឃើញនេះគឺជាប្រភេទអគុយលីជោហើយរៀបចំផ្ញើទៅខាងលពូនៅខាងសំរោងគាត់កំងមិញដាក់ជូនគាត់ថ្ងៃហ្នឹងអញ្ចឹងស្តុកយើងមានបងប្អូនដែលត្រូវការប្រភេទអគុយលីជោដែលមានគុណភាពប្រើប្រាស់បានយូរហើយបងប្អូនសួរថាអគុយនេះប្រើជាមួយឡានត្រូវអត់ត្រូវទេណាបងប្អូនអត់ត្រូវទេហើយសម្រាប់កងមួដែលបងប្អូនតែងទៅសួរថាមាន screen មើលវល់មើលអីអត់មានដូចគ្នាអញ្ចឹងពេលលីជោនេះគឺប្រើប្រាស់សម្រាប់ហើយយើងប្រើភ្លើងបានហើយសាកពីសូឡាក៏ដូចជាសាកពីអគ្គិសនីតែត្រូវមានសាកពីអគ្គិសនីត្រូវមានឆ្នាំងសាកហើយសាកពីសូឡាបងប្អូនត្រូវប្រើ controller ហើយ controller ហើយយើងមានក៏មានសម្រាប់គ្រប់អំពែទាំងអស់ហើយ inverter ក៏មានដូចគ្នា inverter ហ្នឹងបងប្អូនអាចដំឡើងភ្លើងប្រើប្រាស់ជាមួយនឹងគ្រឿងទទួល AC 220V អញ្ចឹងសម្រាប់inverter ក៏ដូចជា controller សម្រាប់សាកអគុយសម្រាប់ទាញភ្លើងចេញមកប្រើ AC ក៏ខាងយើងខ្ញុំមានដែរអញ្ចឹងបងប្អូនដែលត្រូវការប្រភេទដែលល្អប្រើខ្ញុំសូមណែនាំប្រភេទអគុយលីជោមនេះយើងអាចប្រើបានយូរកាលបានយូរឆ្នាំខ្សែខរបស់វាគឺយូរមែនតើសម្រាប់ការប្រើគឺมันងាយនឹងទៅណាទេគ្រាន់តែតម្លៃវារៀងថ្លៃជាងអគុយធម្មតាថ្លៃជាងអគុយជែលតែប៉ុណ្្នឹងទេតែគ្រាន់តែការប្រើប្រាស់គឺបងប្អូនប្រើបានយូរឆ្នាំមិនងាយខូចហើយក៏វាកាន់ភ្លើងបានល្អផងដែរសម្រាប់អគុយលីជោមនេះបងប្អូន